bạn là ngày xong một slide tỏ đòn bong mình nhận để có thả aoធ្វើជាវីដេអូរបៀបផុសការផុសរូបភាពឬក៏ផុសវីដេអូយ៉ាងណាដើម្បីកុំឲ្យមិត្តយើងខ្លះឃើញឬក៏អត់ឃើញណាបាទហ្នឹងហើយឧទាហរណ៍ជាវីដេអូក៏ដោយឬក៏ជារូបភាពក៏ដោយបើសិនជាយើងមិនចង់ឲ្យមិត្តយើងឃើញណាគឺយើងអាចធ្វើបានបាទអញ្ចឹងមិត្តយើងទាំងអស់គ្នាយើងទៅមើលទាំងអស់គ្នាបាទចូលមកកាន់ Facebook របស់យើងមកបាទហើយក៏បន្ទាប់មកទៀតបងប្អូនមើលចំត្រង់កន្លែងពាក្យថាតើអ្នកកំពុងគិតអ្វីបាទយើងធ្វើការចុចមកបាទត្រង់ចំណុចនេះគឺយើងអាចធ្វើការផុសជាវីដេអូក៏បានឬក៏ជារូបភាពក៏បានដែរណាអានេះគឺខ្ញុំធ្វើជាឧទាហរណ៍ឲ្យមើលជារូបភាពចោះក៏ប៉ុន្តែយើងអាចផុសបានទាំងវីដេអូបានទាំងរូបភាពបាទបើអញ្ចឹងយើងធ្វើការចូលមកកន្លែងយករូបភាពយើងសិនមកបាទអញ្ចឹងបន្ទាប់មកទៀតយើងធ្វើការជ្រើសរូបភាពយើងមកបាទហើយក៏បន្ទាប់មកទៀតយើងត្រូវសរសេរជាគេហៅថាពាក្យអធិប្បាយជាមួយនឹងវីដេអូឬក៏ជាមួយនឹងរូបភាពរបស់យើងនឹងយើងគួរអធិប្បាយយ៉ាងណាបាទបើអញ្ចឹងយើងធ្វើការអធិប្បាយសិនបាទបើអញ្ចឹងបន្ទាប់ពីយើងសរសេរនៅពាក្យអធិប្បាយនេះរួចរាល់ហើយបងប្អូនទាំងអស់គ្នាយើងមើលទៅខាងលើត្រង់កន្លែងខៀវខៀវពាក្យថាបន្ទាប់យើងធ្វើការចុចមកបាទហើយអញ្ចឹងជំហានបន្ទាប់ហ្នឹងមិត្តយើងទាំងអស់គ្នាមើលមកចំត្រង់កន្លែងអ្នកមើលសារបង្ហោះបាទយើងធ្វើការចុចចំកន្លែងហ្នឹងមកបាទបន្តមកទៀតគឺចេញមកបែបនេះបងប្អូនយើងទាំងអស់គ្នាគឺយើងមិនចង់ឲ្យមិត្តរបស់យើងឃើញពេលដែលយើងធ្វើការផុសជាវីដេអូក៏ដោយឬក៏ជារូបភាពក៏ដោយបើអញ្ចឹងយើងធ្វើការជ្រើសចំត្រង់កន្លែងមិត្តភ័ក្តិលើកលែងតែនេះយើងចុចកន្លែងនេះបាទបើអញ្ចឹងត្រង់ចំណុចនេះគឺមិត្តយើងទាំងអស់គ្នាមើលយើងមិនចង់ឲ្យអ្នកណាគេឃើញបាទឧទាហរណ៍ថាម្នាក់ពីរនាក់3 4នាក់គឺយើងធ្វើការចុចមកបាទឥឡូវខ្ញុំឧទាហរណ៍ឲ្យមើលបាទហ្នឹងហើយក៏ឥឡូវខ្ញុំធ្វើការចុច1 2 3 4អានេះឧទាហរណ៍ឲ្យមើលណាបាទហើយក៏បន្ទាប់ពីយើងធ្វើការជ្រើសរើសរួចរាល់ហើយយើងមើលមកចំកន្លែងរួចរាល់ពណ៌ខៀវៗយើងធ្វើការចុចមកបាទបើអញ្ចឹងយើងចុចពាក្យឲ្យរួចរាល់ម្ដងទៀតមកបាទនេះជាការស្ដាច់បងប្អូនមើលទៅខាងលើចំត្រង់កន្លែងពណ៌ខៀវពាក្យថាបង្ហោះសារយើងធ្វើការចុចមកបាទឥឡូវហ្នឹងគឺយើងធ្វើការផុសរួចរាល់ហើយមិនថាជាវីដេអូឬក៏ជារូបភាពទេបាទហ្នឹងហើយបើសិនជាមិត្តណាមិនចង់ឃើញខ្ញុំមិត្តយើងអាចធ្វើបែបនេះបានណាបាទហើយក៏ប៉ុន្តែបើសិនជាចង់ឃើញខ្ញុំគ្រាន់តែធ្វើការចុចមេដៃឬក៏មិនតាន់ follow គឺ follow ខ្ញុំម្នាក់មួយទៅនឹងបានឃើញខ្ញុំជារៀងរហូតបាទអូខេបាទបាយបាយ